សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះធ្វើវីដេអូ vlog មួយទៀតហើយដែលយើងទៅលេងភ្នំឧដុង្គចង់ដឹងថាភ្នំឧដុង្គឥឡូវមានការប្រែប្រួលអីអត់ហើយសម្រាប់អ្នកដែលធ្លាប់ទៅគឺដឹងហើយថាអាហារនៅហ្នឹងគឺមានច្រើនសម្បូរបែបមែនតែនហ្មងសុទ្ធតែអាហារដែលឆ្ងាញ់ទៀតសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តអាហារនៅហ្នឹងមែនតែនហ្មងនៅពេលដែលយើងដើរតោះតែម្យ៉ាងឯងគឺថាកន្លែងដែលយើងចូលទៅទិញអីញ៉ាំហ្នឹងគឺវាមានសភាពថាក្តៅហើយហុយផ្សែងមែនតែនហ្មងហើយភ្នែករបស់ខ្ញុំនេះគឺមហាកំពូលចាញ់ផ្សែងឯងគឺចង់ខ្វាក់ហើយនេះបើកអត់ចង់រួចទេអាកម្ដៅក៏ក្តៅអាផ្សែងក៏ផ្សែងចូលបានតែមួយផ្លេតទេគឺខ្ញុំរត់ចេញហ្មងប៉ុន្តែការតស៊ូរបស់ខ្ញុំក្នុងមួយថ្ងៃនេះគឺថាបានអាហារដែលយើងចូលចិត្តច្រើនមែនតែនហ្មងដែលយើងយកទៅអង្គុយញ៉ាំមួយឆ្អែតហើយចាំយើងមកផ្ទះមកនេះជាពិសេសអាខ្មុំអាំងនេះគឺខ្ញុំចូលចិត្តជាងគេហ្មងហើយនឹងស្នូកក្តាមដែលគេដាក់ខួរក្តាមនៅក្នុងហ្នឹងហើយគេមានលាយគ្រឿងលាយអីយកទៅអាំងអញ្ចឹងអូអានឹងញ៉ាំបាយឆ្ងាញ់មែនតើហ្មងហើយនៅហ្នឹងមិនថាមានបែបដូចជាផ្អែមឬក៏ជាគ្រឿងអាំងត្រីអាំងកែបអាំងនិយាយទៅគឺថាមកជូរអីគឺមានគ្រប់បែបគ្រប់យ៉ាងហ្មងប្រហិតត្រីនេះក៏ឆ្ងាញ់ដែរខ្ញុំចូលចិត្តប្រហិតត្រីមែនតែនហ្មងហើយបើថាបងប្អូនចង់ញ៉ាំអីមកឲ្យតែមានកម្លាំងដើរហើយតស៊ូជាមួយនឹងកម្ដៅហើយនឹងផ្សែងនឹងបានណានិយាយថាសប្បាយទិញរបស់ញ៉ាំហ្មងទិញហើយយើងទៅជួលកញ្ចុះគេទៅបើយើងមិនចង់ជួលកញ្ចុះគេអស់លុយទេយើងទិញម្ហូបគេទៅមួយមុខទៅគេហ្វ្រីកញ្ចុះឲ្យយើងឲ្យមានទាំងដង្ហាល់មានទាំងអីទៀតហើយបើថាបាយ5000រៀលមួយឆ្នាំហូបអស់ទេលោកអើយខ្ញុំទៅគ្នា3នាក់អីញ៉ាំបាយអស់តែពាក់កណ្ដាលនៃ5000របស់គេទេហើយបើបងប្អូនណាដែលធ្លាប់ទៅហើយហ្នឹងបើបានឃើញវីដេអូហ្នឹងហើយគឺដឹងតែឃ្លានហើយចង់ទៅទៀតហើយកុំភ្លេច comment ប្រាប់ខ្ញុំផងនិយាយទៅគឺខ្ញុំទៅនេះច្រើនដងហើយដែលខ្ញុំអត់ចាំទេប៉ុន្តែខ្ញុំនៅតែចង់ទៅទៀតចឹងហើយអាគ្រឿងជិបជប់ដែលយើងអាចទិញយកមកផ្ទះបានហ្នឹងក៏មិនចេះខ្វះដែរសំខាន់ណាស់ឲ្យតែមានកម្លាំងដើរទិញមកផ្លូវមួយហើយរបស់ដែលខ្ញុំចូលចិត្តជាងគេណាគឺប្រហិតត្រីនេះឯងសុំគេភ្លក់រហូតហ្មងហើយក៏បានទិញយកទៅអង្គុយញ៉ាំខ្លះដែរនិយាយទៅឲ្យតែទៅសារណាគឺខ្ញុំអត់ដែលរំលងប្រហិតត្រីហ្នឹងទេគឺឆ្ងាញ់ស្វិតហើយជ្រក់គេហ្នឹងក៏ឆ្ងាញ់ដែរអញ្ចឹងទៅក៏ទិញយកមកញ៉ាំទៅហើយអ្នកលក់ហ្នឹងក៏គាត់រស់រាយដែរអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាគេថានឹកឃើញចង់រំលឹកអនុស្សាវរីយ៍ចង់ទៅទិញរបស់ចេបជប់អញ្ចឹងហើយទៅអង្គុយញ៉ាំនៅកញ្ចុះអីចឹងណាឥឡូវនេះគឺថាមកដល់វគ្គដែលសំខាន់ជាងគេហើយគឺភ្លក់រសជាតិម្ហូបដែលយើងបានទិញមកមិញហើយខ្ញុំអត់បានថតអីច្រើនទេដោយសារតែម្ហូបឆ្ងាញ់ច្រើននៅនឹងមុខអីចឹងគឺថារវល់បួងយកហ្មងអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ